បាទសួស្តីបងប្អូនទាំងអស់គ្នាបាទ Facebook ខ្ញុំត្រូវបានក្រុមហ៊ុនគេផ្អាកករណីរបស់ខ្ញុំផ្អាកនេះគឺ180ថ្ងៃទៀតគេនឹងបិទចោលបាទគេនឹងបិទជាអចិន្ត្រៃយ៍អញ្ចឹងទោះជាយ៉ាងណាគេផ្ដល់ឱកាសឲ្យយើងប្តឹងតវ៉ាគេដែរបងប្អូនមិនអត់ទេប៉ុន្តែហេតុអីបានវាជាប់បាទហេតុអីបានវាផ្អាកអញ្ចឹងបាទតាមពិតទៅ Facebook ខ្ញុំអត់បានធ្វើអីខុសគោលការណ៍ទេតាមដែលខ្ញុំពិនិត្យមើលគិតសង្កេតមើលទៅបាទព្រោះមករយៈចុងក្រោយនេះខ្ញុំអត់ដែលបានបង្ហោះសារអត់ដែលបានចូលខមមិនឬក៏ធ្វើអីទាំងអស់បាទអត់ដែលបានធ្វើអីទាំងអស់បាទគ្រាន់តែមើលធម្មតាទេប្រហែលជា2-3ខែចុងក្រោយចាប់ពីសង្គ្រាមមកបាទអត់ដែលបានធ្វើអីទាំងអស់ហើយមិនដឹងថាហេតុអីបានវាបិទបាទសង្ស័យរឿងដែលសង្ស័យមុនគេបងប្អូនបាទរឿងដែលសង្ស័យមុនគេហ្នឹងសង្ស័យមកពីខ្ញុំតាំង profile បាទតាំងរូប profile មិនមែនជារូបពិតផងខ្ញុំណាអាហ្នឹងសង្ស័យតែមួយប៉ុណ្្នឹងឯងបងប្អូនអត់មានរឿងអីផ្សេងទៀតទេសង្ស័យតែមួយហ្នឹងបាទហើយនេះគេដាក់ថានៅសល់រយៈពេល180ថ្ងៃទៀតដើម្បីប្តឹងតវ៉ាចំពោះការសម្រេចចិត្តរបស់យើងបាទអញ្ចឹងខ្ញុំនឹងចូលទៅដោះស្រាយបញ្ហាហ្នឹងបងប្អូនចាំស្កេតមើលទាំងអស់គ្នាតើយើងអាចដោះស្រាយបានឬក៏អត់បាទដំបូងឡើយយើងចូលទៅកាន់ Facebook ជាធម្មតាចូលទៅ Facebook វាឲ្យយើងថតរូបណាថតរូបពិតថតរូបផ្ទាល់ខ្លួនផងយើងកាន់ថត selfie អាហ្នឹងFacebook ដែលខ្ញុំចំណាំជួបមុនហើយខ្ញុំដោះស្រាយបានបងប្អូនពេលយើងចូលទៅយើងចុចត្រង់បណ្ដឹងឧត្តរនេះបន្ទាប់ពីយើងចុចត្រង់បណ្ដឹងឧត្តរនេះវាឲ្យយើងចុច selfie រូបខ្លួនឯងបាទឥឡូវចូលកាន់ Facebook ទាំងអស់គ្នាទៅបាទចុច Facebook នេះមកបាទនេះចូលមកដល់ត្រង់នេះបងប្អូនវាឲ្យយើងកាន់ selfie ណាបាទជាលក្ខណៈវីដេអូបាទបន្ទាប់មកយើងចុចចាប់ដើម selfie នៅខាងក្រៅនេះមកបាទយើងនឹងបាន selfie វីដេអូដើម្បីដោះស្រាយបងប្អូនតែយើងត្រូវប្រកាសថាមុខរបស់យើងគឺច្បាស់ថតច្បាស់មិនចាំងថ្ងៃមានពន្លឺល្អនិងកន្លែងអត់មានមនុស្សបងប្អូនពេលនឹងមុននឹងថតបងប្អូនកុំលាបម្សៅកុំពាក់ម៉ាស់ពាក់វ៉ែនតាកុំពាក់មួកបាទកុំពាក់អាវកធំបាទមិនថាស្រីមិនថាប្រុសទេកកន្លែងកបើមានខ្សែកកុំដាក់កុំពាក់ខ្សែកឲ្យសោះបាទលាក់ខ្សែកឲ្យចិត្តបាទបើកវលអត់អីទេតាមមើលបើកវលបាទប៉ុន្តែបើចោះច្រមុះចោះអីក៏ដូចអត់កើតដែរបាទ Facebook អត់ទទួលទេបាទសំខាន់ពេលថតហ្នឹងហាមមានមនុស្សនៅក្បែរបាទហាមមានមនុស្សមកអើតឬក៏ឆ្លងកាត់មុខកាមេរ៉ាផងយើងបើ Facebook ចាប់បានវាអត់ឲ្យទេបាទហើយបើសិនណាជាយើងធ្វើមិនបានសម្រេច2-3ដងវាបិទហើយបងប្អូនវាបិទហើយបាទវាបិទ Facebook យើងចោលហ្មងធ្វើលេងបានហ្មងបាទហើយដំណោះស្រាយមិនដឹងថាអ្នកបកកែគេអាចដោះស្រាយបានឬក៏អត់ទេបាទសំខាន់ខ្ញុំធ្លាប់ឲ្យតែមានមនុស្សឆ្លងកាត់គឺដោះស្រាយអត់បានហ្មងហើយជាពិសេសសម្រាប់ការចាប់មុខបើសិនណាជាចាប់មុខ3ដងហើយអត់បានគឺដោះស្រាយអត់បានទេបងប្អូនសំខាន់បងប្អូនត្រូវលុបមុខជូតសក់សិតអីស្អាតហាមកុំឲ្យមានខ្សែកហើយកន្លែងកហ្នឹងគឺពាក់អាវកវាលបាទពាក់អាវកវាលស្មាបងប្អូនគឺយើងថត selfie អាហ្នឹងតាមបទពិសោធន៍ខ្ញុំប្រាប់បងប្អូនបាទបងប្អូនខ្លះពេលជាប់អញ្ចឹងហើយថត selfie ក៏នៅតែអត់បានហ្នឹងអាហ្នឹងមកពីបញ្ហាមុខបងប្អូនហ្នឹងឯងបាទបងប្អូនជួនកាលទៅលាបម្សៅជួនកាលទៅពាក់អាវធំដែលបាំងកចិត្តពាក់ខ្សែកឬក៏មុខមាត់ប្រឡាក់ពាក់ម៉ាស់ពាក់វ៉ែនតាពាក់មួកគឺអត់បានទេបងប្អូនបាទឥឡូវយើងចុច selfie ទាំងអស់គ្នាទៅបាទឥឡូវនេះវាឲ្យយើងថតមុខបាទបងប្អូនថតមុខថតកន្លែងស្រឡះថតមុខគឺងាកទៅងាកមកបាទ
វាឲ្យដាក់មកចិត្តបាទបងប្អូនឃើញបងប្អូនបាទបែរទៅឆ្វេងបងប្អូនបែរធ្វើម៉េចតាមវាអសវាដាក់បាទបងប្អូនឃើញងាកទៅងាកមកបងប្អូនងាកទៅងាកមកដើម្បីឲ្យ Facebook វាចាប់បាទអានេះរឿងព្រឹកបន្តិចបងប្អូនរឿងព្រឹកបន្តិចដល់អញ្ចឹងទៅពលឺមិនសូវល្អបាទប៉ុន្តែយ៉ាងណាបងប្អូនខំប្រឹងថតនៅម្នាក់ឯងបាទហាមមានអ្នកដើរកាត់យល់ល្អបងប្អូននេះបែរទៅស្ដាំម្ដងបាទបែរទៅលើបាទងាកទៅស្ដាំទៀតបាទងាកមកឆ្វេងបងប្អូនឃើញបានហើយសំខាន់កុំឲ្យមានមនុស្សដើរមកកាត់ពេលហ្នឹងណាបាទហើយយើងរងចាំពី3នាទីទៀតបាទតែខ្ញុំផ្ដាំឲ្យផ្ដាំទៀតថាមុខបងប្អូនត្រូវតែកុំមានពាក់ម៉ាស់កុំផាត់ម្សៅបាទកុំពាក់វ៉ែនតាកុំពាក់មួកអាវកុំពាក់ខ្សែកកន្លែងកហើយយល់ល្អបងប្អូនទៅថតកន្លែងស្លាស់ដែលមានជាងបាទកន្លែងមានជាងមានអីបាំងសឬក៏ខៀវអាហ្នឹងល្អបំផុតបាទសម្រាប់ខ្ញុំខ្ញុំខ្ជិលទៅកន្លែងឆ្ងាយខ្ញុំមកថតនៅព្រៃចន្ទីខ្ញុំតែម្ដងបាទចឹងបងប្អូនគេដាក់ថាការបញ្ជាក់អត្តសញ្ញាណកំពុងដំណើរការបាទជាធម្មតាយើងពិនិត្យមើលព័ត៌មានរបស់អ្នកក្នុងរយៈពេល48ម៉ោងបាទ48ម៉ោងមិនថ្ងៃបងប្អូនដឹងហើយគឺ2ថ្ងៃបាទយើងនឹងផ្ញើសារជូនដំណឹងទៅអ្នកបន្ទាប់ពីយើងបានធ្វើការសម្រេចចិត្តបាទប៉ុន្តែតាមបទពិសោធន៍ខ្ញុំមិនដល់តែប្រហែល2ម៉ោងវាផ្ញើមកហើយបងប្អូនអញ្ចឹងបងប្អូនរងចាំសិនទៅបាទបន្ទាប់មកចុចបញ្ចប់ត្រឹមនេះបាទចុចបញ្ចប់ដើម្បីរងចាំមើលវាផ្ញើសារមកបងប្អូនបាទអញ្ចឹងចាំតិចទៀតយើងមើលទាំងអស់គ្នាបាទកន្លែងនេះវាឲ្យដាក់លេខទូរស័ព្ទបងប្អូនដាក់លេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយ Facebook នឹងសំខាន់ណាបងប្អូនដាក់លេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយ Facebook នឹងបាទបើអត់មានទេបងប្អូនអាចដាក់លេខទូរស័ព្ទផ្សេងបានប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់លេខទូរស័ព្ទដែលភ្ជាប់មួយ Facebook ប៉ុន្តែបើអត់មានទេបងប្អូនដាក់លេខទូរស័ព្ទផ្សេងបាទប៉ុន្តែដាក់លេខទូរស័ព្ទហ្នឹងហាមដាក់លេខទូរស័ព្ទដែលភ្ជាប់ជាមួយ Facebook ដទៃណាបងប្អូនហាមបាទកុំឲ្យដាក់លេខទូរស័ព្ទលេខទូរស័ព្ទដែលភ្ជាប់មួយ Facebook មួយឬក៏2 account ហើយគឺមិនងាយទេបងប្អូនមិនងាយបានទេបងប្អូនចឹងបងប្អូនដាក់លេខទូរស័ព្ទដែលថ្មីដែលមិនទាន់ភ្ជាប់មួយ Facebook បាទតែសំខាន់បើបានលេខទូរស័ព្ទខ្លួនឯងដែលភ្ជាប់មួយ Facebook នឹងទៀតទូរស័ព្ទខ្ញុំហ្នឹងខ្ញុំភ្ជាប់មួយ Facebook មួយផ្ទាល់តែម្ដងបងប្អូនបើបងប្អូនបញ្ជាក់ឡើយហ្នឹងបើបងប្អូនមិនមានលេខទូរស័ព្ទដែលភ្ជាប់មួយ Facebook ទេបងប្អូនអាចដាក់លេខទូរស័ព្ទថ្មីប៉ុន្តែបងប្អូនកុំយកលេខទូរស័ព្ទដែលភ្ជាប់មួយ Facebook ផ្សេងហើយបាទន័យថាលេខទូរស័ព្ទហ្នឹងវាថ្មីឬក៏មិនទាន់បានភ្ជាប់ Facebook ទូរស័ព្ទតាយាយដែលមិនទាន់បានភ្ជាប់ Facebook បងប្អូនយកមកដាក់មកអាហ្នឹងវាមានអត្ថប្រយោជន៍បានច្រើនបាទឥឡូវនេះយើងចុចផ្ញើកូដបាទឥឡូវ Facebook គេនឹងផ្ញើសារមកបាទផ្ញើសារមកឲ្យបញ្ចូលលេខកូដបាទអញ្ចឹងចាំមើលមិនដឹងទៅពេលណាមកដល់ទេបងប្អូនចាំមើលតិចសិនក្នុងអក្សរគេដាក់ដែរកូដរបស់អ្នកអាចចំណាយពេលរហូតដល់1នាទីដើម្បីមកដល់នេះមកហើយ9456 10គុណ9456 10គុណបន្តឃើញបងប្អូនលេខទូរស័ព្ទឲ្យតែលេខទូរស័ព្ទដែលយើងភ្ជាប់ហ្នឹងគឺពិតជាបានហើយលឿនបំផុតបងប្អូនលឿនណាស់នេះបងប្អូនផ្ទុកលេខសម្គាល់របស់អ្នកឡើងដើម្បីជួយយើងពិនិត្យមើលថាករណីរបស់អ្នកនេះជារបស់អ្នកយើងត្រូវការថតរូបឬអត្តសញ្ញាណប័ណ្ណផ្លូវការរបស់អ្នក
វាអាចជាបានបើបលិខិតឆ្លងដែនឬប្រភេទអត្តសញ្ញាណប័ណ្ណផ្លូវការមួយផ្សេងទៀតប្រសិនបើមានបញ្ហាណាមួយយើងនឹងផ្ញើអ៊ីមែលទៅអ្នកយើងមិនទទួលយករូបថតអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទឬចម្លងទេប្រសិនបើអ្នកមានបញ្ហាណាមួយយើងនឹងផ្ញើអ៊ីមែលទៅអ្នកបងប្អូនឃើញទេកន្លែងនេះសំខាន់គឺយើងថតអត្តសញ្ញាណប័ណ្ណផ្ញើទៅបងប្អូនអត្តសញ្ញាណប័ណ្ណយើងហ្នឹងយើងផ្ទាល់ខ្លួនហ្នឹងដែលយើងថតរូប selfie មិញហ្នឹងវាចាប់យករូបមុខយើងហើយបន្ទាប់មកទៀតវាត្រូវការអត្តសញ្ញាណប័ណ្ណយើងបាទហើយបងប្អូនបើសិនណាជាបានជាប់អញ្ចឹងហើយបានផ្ញើអត្តសញ្ញាណប័ណ្ណទៅ Facebook នឹងលែងងាយខូចទេបងប្អូនលែងងាយខូចទៅហ្មងដូចវាផ្ទៀងផ្ទាត់អញ្ចឹងណាបងប្អូនតែសំខាន់ការផ្ទៀងផ្ទាត់ផុនគេក៏អស់លុយប៉ុន្តែអានេះនៅសុក Facebook វាមកផ្អាកផុនយើងអញ្ចឹងហើយយើងផ្ទៀងផ្ទាត់អញ្ចឹងអត់អស់លុយទេបងប្អូនអត់អស់លុយទេហើយលែងងាយខូចទៅបងប្អូន Facebook ហ្នឹងគឺវាស្គាល់យើងហើយបងប្អូនបាទឥឡូវខ្ញុំទៅយកតញ្ញាណប័ណ្ណមកថតសិនបាទបងប្អូនឥឡូវនេះយើងចុចថតអត្តសញ្ញាណប័ណ្ណបាទនៅត្រង់ចំណុចនេះវាឲ្យយើងជ្រើសរើសបាទវាមានលិខិតឆ្លងដែនប័ណ្ណបើកបរនិងអត្តសញ្ញាណប័ណ្ណសម្រាប់ខ្ញុំយកអត្តសញ្ញាណប័ណ្ណព្រោះខ្ញុំមានអត្តសញ្ញាណប័ណ្ណណាហើយជាពិសេសអត្តសញ្ញាណប័ណ្ណគឺវាផ្ទៀងផ្ទាត់បានល្អជាងគេបងប្អូនក្នុងចំណោមឯកសារទាំងអស់មានតែអត្តសញ្ញាណប័ណ្ណទេដែលវាផ្ទៀងផ្ទាត់បានច្បាស់ជាងគេបាទឥឡូវនេះយើងចុចបន្ទាប់មកនេះបងប្អូនរូបថតអត្តសញ្ញាណប័ណ្ណហ្នឹងយើងថតកន្លែងដែលភ្លឺល្អមិនចាំងថ្ងៃបាទហើយអត្តសញ្ញាណប័ណ្ណរៀងថ្មីតិចមកកុំចាស់ពេកដែលអាចផ្ទៀងផ្ទាត់បានបាទយើងដាក់ទៅអត្តសញ្ញាណប័ណ្ណកាន់ផ្ទាល់នឹងដៃបងប្អូនកាន់ផ្ទាល់នឹងដៃក៏បានយើងដាក់ជាមួយនៅកន្លែងណាមួយក៏បានតែសំខាន់យើងដាក់រៀងជាប់ដៃយើងកាន់តិចតិចមកអាហ្នឹងលឿនបងប្អូនចាំមើលខ្ញុំដាក់ណានេះបងប្អូនដាក់ឲ្យជាប់ដៃយើងកាន់ចេះមកបាទនេះបងប្អូនណាដាក់ដូចខ្ញុំបាទបន្ទាប់មកវាចាប់ខ្លួនវាទេបងប្អូនយើងមិនបាច់ចាំថតទេបាទបងប្អូនឃើញទេវាចាប់បានហើយបងប្អូនបាទបន្ទាប់មកយើងដាក់បញ្ជូនបាទអត្តសញ្ញាណប័ណ្ណយើងមើលផងក្នុងរូបហ្នឹងក្នុងអត្តសញ្ញាណប័ណ្ណក្នុងទូរស័ព្ទហ្នឹងណាតើវាច្បាស់គ្រប់គ្រាន់គ្រប់ឯកសារអត់មានរលុបកន្លែងណាមួយកបាំងកន្លែងណាមួយឬក៏មានអុចមានស្នាមកន្លែងណាមួយឬក៏អត់បាទបើអត់មានទេយើងចុចដាក់បញ្ជូននេះមកបាទឥឡូវនេះកំពុងតែបង្ហោះទៅហើយបងប្អូនបាទអញ្ចឹងហេតុអីនៅកន្លែងនេះអូបងប្អូនចេះមកពីយើងថតអត្តសញ្ញាណប័ណ្ណហ្នឹងយើងដាក់ឆ្ងាយពេកបងប្អូនអញ្ចឹងយើងដាក់គៀកបន្តិចណាមានចន្លោះទំនេរច្រើនពេកបងប្អូននៅជុំវិញអត្តសញ្ញាណប័ណ្ណបាទយើងដាក់គៀកបងប្អូនដាក់គៀកដាក់ចិត្តកាមេរ៉ាបងប្អូនឥឡូវយើងសាកម្ដងទៀតបាទយើងដាក់ចិត្តបន្តិចបាទយើងដាក់ចិត្តតិចចេះបាទនេះបងប្អូនដាក់ចិត្តដូចខ្ញុំចេះបាទបាទបងប្អូនចាំពិនិត្យមើលតើបានឬក៏មិនបានបាទឥឡូវនេះចេញមកហើយបាទបូបាទឈ្មោះខ្ញុំបុរាណណាបានដាក់ពាក្យបណ្ដឹងបាទសូមត្រឡប់មកវិញនៅទីនេះដើម្បីពិនិត្យមើលលទ្ធផលបាទបាទឥឡូវនេះយើងរងចាំមើលសិនបងប្អូនចាំមើលសិនតើវាបានឬមិនបានបាទវា
ចាំមើលបាទវាចេញឬមិនចេញបងប្អូនឥឡូវចុចបិទសិនមកបាទចុចបិទសិនមកបងប្អូនចុចបិទអត់បានទេបាទចុចបិទអត់បានទេតើតាតើយើងចាំមើលមួយថ្ងៃបាទមួយថ្ងៃសិនបងប្អូនតើបាទចាំមើលមួយថ្ងៃសិនចាំមើល2 ម៉ោងក្រោយឬក៏1 ម៉ោងក្រោយបងប្អូនជាធម្មតាវាត្រូវការពេលមិនមែនធ្វើអីបានភ្លាមទេបងប្អូនបាទអញ្ចឹងបងប្អូនចាំមើលតិចបាទអញ្ចឹងកន្លែងនេះសំខាន់ហើយបងប្អូនបើសិនណាជាប្តឹងបានប្តឹងមិនបានអត់ហើយបងប្អូនបាទអញ្ចឹងបងប្អូនចាំមើលមួយថ្ងៃបាទជាធម្មតាវានឹងចំណាយពេលពេញមួយថ្ងៃដើម្បីពិនិត្យមើលព័ត៌មានរបស់អ្នកប្រសិនបើយើងរកឃើញថាករណីរបស់អ្នកគោរពតាមស្តង់ដារសហគមន៍របស់យើងនោះមែននោះអ្នកនឹងអាចប្រើប្រាស់ Facebook បានម្ដងទៀតប្រសិនបើយើងរកឃើញថាករណីរបស់អ្នកមិនគោរពស្តង់ដារសហគមន៍របស់យើងទេនោះករណីរបស់អ្នកនឹងត្រូវបានបិទជាអចិន្ត្រៃយ៍ហើយអ្នកនឹងមិនអាចប្តឹងតវ៉ាម្ដងទៀតបានទេបងប្អូននេះជាចំណុចសំខាន់ហើយបងប្អូនចាំមើល2 ម៉ោងក្រោយមកបើក Facebook នឹងម្ដងទៀតឬក៏4-5 ថ្ងៃ4-5 ម៉ោងក្រោយមកបើកម្ដងទៀតនៅតែលោតចឹងទៀតវាបានន័យថាវានៅតែកំពុងពិនិត្យមើលវាមិនទាន់បិទនៅឡើយទេបាទបើវាបិទវាចេញកន្លែងផ្សេងបើវាបើកឲ្យវាចេញកន្លែងផ្សេងបងប្អូនបាទចាំមើលតិចបាទបងប្អូនបាទបន្ទាប់ពីរងចាំរយៈពេល2 ថ្ងៃបងប្អូនមិនមែន2 ម៉ោងទេបាទឥឡូវនេះខ្ញុំចាំរហូតដល់2 ថ្ងៃបាន Facebook ផ្ដល់ឲ្យខ្ញុំបានប្រើប្រាស់ Facebook ឡើងវិញណានេះបងប្អូនយើងបានលុបការរឹតបន្តឹងចេញពីករណីរបស់អ្នកបាទនេះគេដាក់ថាយើងបានរកឃើញថាបច្ចេកវិទ្យារបស់យើងបានភ័ន្តច្រឡំក្នុងការបញ្ចូលការរឹតបន្តឹងករណីរបស់អ្នកបងប្អូនគេតាមពិតគេភ័ន្តច្រឡំទេបងប្អូន Facebook យើងធម្មតានៅប្រើបានសោះបងប្អូនប៉ុន្តែគេភ័ន្តច្រឡំធ្វើឲ្យ Facebook របស់យើងប្រើប្រាស់លេងកើតបាទអាហ្នឹងណាជាយើងអត់ដឹងតវ៉ាគេទេរយៈពេលប្រហែល180ថ្ងៃនេះបិទ Facebook របស់យើងចោលតែម្ដងបាទឬក៏យើងតវ៉ាដែរប៉ុន្តែតវ៉ាខុសបច្ចេកទេសយើងតែម្ដងមុនបងប្អូនតវ៉ាបងប្អូនមើលទៅតាមដំណើរការបានហើយធ្វើបដាមើលវីដេអូខ្ញុំបដាដើម្បីកុំឲ្យភ័ន្តច្រឡំខុសក្រែងគេបិទណាបងប្អូនណាបាទឥឡូវយើងចូលទៅស្ថានភាពករណីទៅបាទបងប្អូនគេប៉ុណ្ណេះប្រើប្រាស់បានហើយបាទមានសញ្ញា tick ទាំងអស់អត់មានខុសអីទេបាទFacebook គេភ័ន្តច្រឡំឥឡូវយើងប្រើប្រាស់បានធម្មតាបងប្អូនបាទយើងថយចេញមកវិញមកបាទនេះបងប្អូនឃើញពេលបើក Facebook មកវាលោតអញ្ចឹងឯងបងប្អូនវាលោតបង្ហាញយើងអញ្ចឹងថាឥឡូវយើងចុចបើកមកបាទចុចថយទៅវិញបាទឥឡូវ Facebook ខ្ញុំប្រើប្រាស់បានធម្មតាវិញហើយបងប្អូនបាទប្រើប្រាស់បានធម្មតាវិញហើយបាទលែងបញ្ហាហើយហ្នឹងបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទខ្ញុំមានចំណេះដឹងតែប៉ុណ្្នឹងហើយបងប្អូនចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទបើបងប្អូនមិនច្បាស់ត្រង់ណាមួយបងប្អូនអាចខមមិននៅខាងក្រៅវីដេអូបានវីដេអូនេះរៀងវែងតិចតែបងប្អូនមានបញ្ហាបងប្អូនត្រូវតែមើលឲ្យច្បាស់លាស់បាទហើយធ្វើតាមដំណើរការនីមួយៗបងប្អូនបាទហ្នឹងហើយអរគុណច្រើនបងប្អូនផ្ដាំចុងក្រោយទៀតបងប្អូនអាកន្លែង profile យើងដាច់ខាតត្រូវតែតាំងរូបពិតណាបងប្អូនបន្ទាប់ពីយើងអាចប្រើប្រាស់ Facebook បានវិញហើយយើងតាំងរូបពិតមកបងប្អូនតាំងកន្លះខែមួយខែសិនទៅបងប្អូនបាទដូចខ្ញុំដាច់ខាតខ្ញុំត្រូវទៅតាំងរូបពិតបាទចាប់ពីពេលហ្នឹងទៅខ្ញុំតាំងរូបពិតប្រហែលកន្លះខែមួយខែបងប្អូនបាទអរគុណច្រើនបាទជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនបាទ